ចំណុចសំខាន់ទី2គឺតើតើទៅនឹងការកំណត់ការប្រាក់យឺតយ៉ាវយើងមើលជាសង្កេតឃើញមានការផន់ច្រឡំមានការបកស្រាយនេះគឺការប្រើពាក្យពេញនឹងដែរឃើញថាពាក្យការប្រាក់យឺតយ៉ាវនេះគឺមិនមានប្រើប្រាស់នៅក្នុងច្បាប់ជាធរមានទេដូច្នេះយើងមិនប្រើយើងនៅក្នុងសន្និបាតបានសម្រេចថាយើងនឹងឈប់ប្រើពាក្យការប្រាក់យឺតយ៉ាវនេះទៀតហើយគឺត្រូវប្រើពាក្យសំណងការខូចខាតចំពោះការយឺតយ៉ាវជំនួសវិញស្របតាមមាត្រា399នៃក្រមរដ្ឋប្រវេណីហើយនៅមាត្រា17នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្រវេណីហើយជាទូទៅកាលណានៅក្នុងកិច្ចសន្យាគេអាចប្រើពាក្យផ្សេងជួនកាលគេប្រើពាក្យថាប្រាក់ពិន័យនៅក្នុងកិច្ចសន្យាគឺចែងថាប្រាក់ពិន័យក្នុងករណីហ្នឹងប្រាក់ពិន័យដែលមានចែងក្នុងកិច្ចសន្យាគឺត្រូវចាត់ទុកថាជាការកំណត់ជាមុននៅសំណងការខូចខាតក្នុងករណីដែលមិនអនុវត្តកាតព្វកិច្ចគឺដូចគ្នាទៅនឹងនិយាយចំទៅគឺជាសំណងការខូចខាតចំពោះការយឺតយ៉ាវអញ្ចឹងអត្រាការប្រាក់យឺតយ៉ាវឬដែលយើងហៅថាសំណងការខូចខាតចំពោះការយឺតយ៉ាវនេះត្រូវច្បាប់បានកំណត់ថាមិនត្រូវចែងកំណត់ឲ្យលើសពី 27% ក្នុងមួយឆ្នាំទេស្របតាមប្រកាសរបស់ក្រសួងយុតិធម៌ហើយការកំណត់អត្រានៃសំណងការខូចខាតនេះគឺយើងត្រូវកំណត់ជា3ករណីទី1ប្រសិនបើក្នុងកិច្ចសន្យាខ្ចីហ្នឹងបានចែងជាមុននៅអត្រានៃសំណងការខូចខាតនៅក្នុងករណីមិនអនុវត្តកាតព្វកិច្ចក្នុងករណីហ្នឹងសំណងនៃការខូចខាតគឺត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានកំណត់ជាមុនក៏ប៉ុន្តែការកំណត់ជាមុននេះអត្រានៃការខូចខាតសំណងនៃការខូចខាតនេះគឺมันអាចចែងកំណត់នៅក្នុងកិច្ចសន្យាហ្នឹងឲ្យលើសពី 27% ទេកំណត់ក្នុងកិច្ចសន្យាបានក៏ប៉ុន្តែមិនត្រូវឲ្យកំណត់លើសពី 27% ទេបើសិនជាលើសពី 27% គឺទៅដល់តុលាការត្រូវកាត់តម្រឹមមកវិញមិននៅត្រឹម 27% ហើយភាគដែលលើសហ្នឹងគឺត្រូវទុកជាមុខខៈត្រូវទុកជាមុខខៈ